បើសិនជាខ្លាញ់ក្នុងខ្លួនយើងធ្លាក់ដល់ក្រោម 10% តើនឹងមានរឿងអីកើតឡើងធម្មតាយើងឃើញគេចេញមកសាច់ដុំពោះកង់អីណាចេញមកសាច់ដុំយើងគិតថាយើងចង់ធ្វើអញ្ចឹងប៉ុន្តែសម្រាប់មនុស្សទូទៅសួរថាតើភាគរយហើយភាគច្រើនហ្នឹងនឹងធ្វើបានកម្រិតណាឃើញពេលខ្លះអ្នកគេថត model ឬក៏អីដែរតាមពិតមនុស្សធម្មតាបើចង់មានសាច់ដុំវាក្បាលពោះរៀងរៀបហើយមានរៀងឃើញកង់អត់ពិបាកទេវារក្សាជាតិខ្លាញ់ធំថាខ្ទង់12ទៅ15អីហ្នឹង15ហ្នឹងវាល្មមលេងភ្លើងយើងលេងអីតិចមកគឺវាឃើញសាច់ដុំពោះកង់ឃើញហើយតែបើយើងចង់លក្ខណៈដោះអាវដើរលក្ខណៈកង់លាតសន្ធឹងចេញមកហ្មងវារៀងអាហ្នឹងសម្រាប់មនុស្សទូទៅមួយចំនួនគឺភាគច្រើនហ្មងគឺអត់អាចធ្វើបានទេតអ្នកខ្លះគេសែនគេឬក៏វាមានកត្តាដូចនិយាយមនុស្សខុសៗគ្នាចឹងបើយើងក្រោម 10% អ្វីដែលកើតឡើងគឺទី1អារម្មណ៍យើងក៏ដូចជាអរម៉ូនយើងតែតេស្តេស្តេរ៉ូនឬក៏ហ្នឹងគឺវាស្ពៃហ្មងគាត់ថាមានថាសេសើអស់កម្លាំងថាមពលយើងអីគឺ crash គឺស្ពៃហ្មងដូចខ្ញុំនិយាយស្ពៃកដោបហើយអារម្មណ៍យើងអត់ល្អហើយយើងតុកសិចយើងមុខម៉ៅយើងអីចឹងការហូបអីក៏វាត្រូវក្រិតក្រមអីត្រឹមត្រូវវា too much ចឹងអាហ្នឹងវាយើងអាចធ្វើបានមួយរយៈប៉ុន្តែมันបានរហូតទេអាហ្នឹងបាត់ពិសោធន៍ខ្ញុំព្រោះខ្ញុំធ្លាប់លក្ខណៈ lean ដល់រៀងចង់ shred ដែរតែឥឡូវខ្ញុំរៀងម៉មហូបក្រៅខ្លះអីខ្លះចឹងទៅវាមិន six pack អីលាតសន្ធឹងទេតែវាឃើញខ្លះចឹងណាហើយពេលដែលយើង body fat តិចទៅក៏បាក់ឡើងសាច់ដុំដែរយើងច្រើនបានតែ maintain អញ្ចឹងអាចនឹងបាត់បង់សាច់ដុំទៀត